កសិឧស្សាហកម្មដំណាំកសិឧស្សាហកម្មនៅខេត្តព្រះវិហារអំណោយផលសម្រាប់ដំណាំកសិឧស្សាហកម្មមានដូចជាកៅស៊ូម្រេចនិងសណ្តែកផ្កាយដំឡូងមីបាទអញ្ចឹងប្រជាពលរដ្ឋរបស់យើងដែលរស់នៅទីនោះខ្លះគាត់ប្រកបមុខរបរផ្សេងគ្នាដំណាំកសិកម្មដែលគាត់មានដីច្រើនជាងទៅគាត់ដាំកៅស៊ូជាងទៅគាត់អាស្រ័យទៅដោយធនធានរបស់គាត់មានប្រមាណគាត់ធ្វើប៉ុណ្ណឹងបាទប៉ុន្តែអ្វីដែលសំខាន់នោះគឺបញ្ហាទីផ្សារសម្រាប់ប្រជាពលរដ្ឋដែលគាត់តម្រូវការចាំបាច់បើសិនជាគាត់ដាំដំឡូងមីថាតើទីផ្សារនៅឯណាថ្លៃឬក៏ថោកតើអាចទូទាត់លាត់សើយកាត់ទៅវាស័ក្តិសមនឹងញើសឈាមរបស់គាត់ដែលគាត់ប្រើប្រាស់តាមកម្លាំងពលកម្មនៅទេក្នុងតម្លៃបើដាំម្រេចទីផ្សារនៅឯណាអ្នកណាអ្នកទិញបើហើយការចំណាយពេលវេលាប្រហែលឆ្នាំដែលបានផលតើគាត់គិតថាធនធានទ្រព្យសម្បត្តិរបស់គាត់អាចប៉ុណ្ណឹងគ្រប់គ្រាន់ដែរទេឥឡូវម្រេចកៅស៊ូក៏កំពុងតែពេញនិយមនៅខាងនោះហើយបន្ថែមមកទៀតគឺសណ្តែកផ្កាយដែលកំពុងតែមានទីផ្សារល្អសម្រាប់ប្រជាកសិករគាត់ដាំអញ្ចឹងថ្ងៃដែលខ្ញុំបានចេញទៅនៅខេត្តព្រះវិហារខ្ញុំបានទៅដល់នៅចំការសណ្តែកផ្កាយដែលខ្ញុំចង់ដឹងថាតើស្ថានភាពនៃការដាំនៅដីនោះដីប្រភេទអីហើយផលវាហុចឲ្យមកវិញដូចម្ដេចខ្លះអញ្ចឹងខ្ញុំទាមទារការពន្យល់ឲ្យច្បាស់ដើម្បីឲ្យប្រជាកសិកររបស់ខ្ញុំគាត់ដាំហើយគាត់បានផលល្អបាទអញ្ចឹងថាតើការដាំសណ្តែកផ្កាយនេះទីផ្សារនៅឯណាហើយប្រើពេលប្រហែលឆ្នាំបានផលពលរដ្ឋគាត់ត្រូវការអីខ្លះកូនទិញឯណាបណ្ដោះយ៉ាងម៉េចដាក់ជីអីហើយអត្ថប្រយោជន៍របស់វាក្រៅពីលក់ផ្លែស្លឹកវាយកធ្វើអីបាទនេះទូទាំងជនដែលយើងដឹងច្បាស់អំពីកិច្ចការមួយចំនួនតាក់ទងអំពីបញ្ហាកសិកម្មគឺផ្លែអញ្ចឹងបាទនេះគាត់ប្រធានសហគមន៍គាត់ជាអ្នកទៅមើលដែលប្រជាកសិករគាត់ដាំដុះដើម្បីគាត់ប្រមូលផលលក់ទៅក្រៅប្រទេសដែលទីផ្សារធំបំផុតរបស់គាត់គឺនៅចិនហើយនៅក្នុងតំបន់អាស៊ានរួមជាមួយនឹងទៅអឺរ៉ុបផងបាទប៉ុន្តែឥឡូវកុំឲ្យខកពេលបាទយើងបានសម្ភាសជាមួយនឹងប្រធានសហគមន៍ដែរអញ្ចឹងស្ដាប់ខ្លឹមសាររបស់គាត់តែម្ដងព្រោះខ្ញុំបញ្យល់ទៅឃើញវាអត់ជំនាញបច្ចេកទេសដូចគេបាទឥឡូវខ្ញុំជួបប្រធានសហគមន៍ដាំសណ្តែកផ្កាយសូមជួយខ្ញុំចង់ដឹងថាឥឡូវខ្ញុំមកទីនេះឃើញថាប្រជាពលរដ្ឋគាត់ដាំសណ្តែកផ្កាយនេះដូចជាចាប់ផ្ដើមប្រើតាមគ្នាហើយបាទប៉ុន្តែខ្ញុំចង់ដឹងថាតើខាងសហគមន៍ជួយអីខ្លះដល់ប្រជាកសិករដើម្បីឲ្យគាត់មានទឹកចិត្តក្នុងការដាំដំណាំទៅហើយមានទីផ្សារអញ្ចឹងជាបឋមតើយើងជួយអីដល់ពួកគាត់បាទសហគមន៍យើងប្រកួតនៅទីផ្សារដូចខ្ញុំជម្រាបអញ្ចឹងគឺយើងសំខាន់សហគមន៍ចាប់ដៃជាមួយនឹងទីផ្សារដ៏ធំអញ្ចឹងគោលការណ៍របស់ទីផ្សារគឺចង់ឲ្យជួយដល់ប្រជាកសិករបាទសំខាន់គឺជួយប្រជាកសិករអញ្ចឹងទី1ខាងអាស៊ានគេផ្ដល់នៅឥណទានពូជអញ្ចឹងចំពោះសហគមន៍យើងផ្ដល់នៅបច្ចេកទេសផ្ដល់អកម៉ូនមួយចំនួនហើយនឹងជីយើងបង្រៀនឲ្យកសិករធ្វើជីបាទជៀសវាងកម្ដៅគាត់យកលុយហ្នឹងទៅទិញជីបង្ក្រាមមកប្រើប្រាស់ហើយគោលការណ៍របស់អាស៊ានគឺគេតម្រូវឲ្យថារុក្ខជាតិនេះអត់ឲ្យពីនប្រើសារជាតិគីមីដាច់ខាតបាទនេះជាគោលការណ៍អញ្ចឹងខ្ញុំសហក្នុងនាមសហគមន៍យើងបដិភាគដើម្បីចូលរួមដើម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករអញ្ចឹងយើងមានតែផ្ដល់អកម៉ូនដល់ជីមួយចំនួនពីវាហើយនឹងបង្រៀនឲ្យកសិករធ្វើជីដោយខ្លួនឯងបាទដំណាក់កាលទី1នេះគឺយើងផ្ដល់ឲ្យគាត់ហ្វ្រីទាំងអស់ហ្វ្រីទាំងពូជហ្វ្រីទាំងអកម៉ូនហ្វ្រីទាំងជីហ្វ្រីទាំងបច្ចេកទេសទីពិសេសគឺទីផ្សារដ៏ធំរបស់យើងគឺប្រទេសចិនដែលគាត់តម្រូវឲ្យយើងយករហូតដល់ 20,000 តោនក្នុងមួយឆ្នាំអញ្ចឹងចំពោះកម្ពុជាយើងប្រហែលបានតែ 60 តោននេះអញ្ចឹងវាតិចបំផុតបាទអញ្ចឹងនិយាយពីការចាប់ផ្ដើមដំបូងបានន័យថាសហគមន៍ជួយ
ទី1ប្រជាពលរដ្ឋមានដីយើងជួយជាពូជបាទជួយដោយមិនគិតថ្លៃបាទជំនឿបាទបន្ទាប់ពីជួយពូជមានជួយបច្ចេកទេសនឹងការដាំជីបំពន់ហើយនឹងជីអង្ម៉ូនសំខាន់គឺអង្ម៉ូនដូចជាខាងនេះគឺយើងបានផ្ដល់អង្ម៉ូនគាត់ដើម្បីឲ្យផ្លែផ្កាកាន់តែល្អហើយទន្ទឹមនឹងជួយទាំងអស់នឹងហើយទីផ្សារទៀតបាទជួយទីផ្សារបានន័យថាយើងប្រមូលទិញពីគាត់បាទតាមធម្មតាតម្លៃទីផ្សារដែលយើងទិញពីគាត់នៅក្នុងស្រុកអញ្ចឹងយើងទិញពីគាត់ប្រហែលបាទជាទូទៅគឺអត់ប្រកាន់នៅតំបន់ណាទេគឺសហគមន៍យើងគ្រប់ដណ្ដប់លើ24ខេត្តក្រុងទោះជាតំបន់ដាច់ស្រយាលក៏យើងទិញក្នុងតម្លៃតែមួយគឺស្មើនឹង 6000 លុយខ្មែរក្នុង1គីឡូបាទអត់ប្រកាន់តំបន់ណាទេប្រភេទស្ងួតបាទប្រភេទស្ងួតបាទហើយមួយក្នុងអត្ថប្រយោជន៍ដែលយើងត្រូវទិញដើមស្ដេចផ្កាយនេះគឺប្រភេទដែលយើងត្រូវទិញប្រភេទអីខ្លះទិញនៅប្រភេទផ្លែឬក៏មានស្លឹកដែរក៏ខ្ញុំចង់ជម្រាបថាសម្រាប់សារៈប្រយោជន៍របស់វាគឺតាំងពីត្រួយរហូតដល់ឫសតែសម្រាប់គោលការណ៍អាស៊ានគេទិញតែគ្រាប់អញ្ចឹងខ្ញុំចង់បញ្ជាក់ថាការទិញគ្រាប់នេះគឺក្នុង1គីឡូ6000តែសហគមន៍យើងបានសិក្សាពីសារៈប្រយោជន៍វាទាំងត្រួយគឺយើងអាចហូបជាបន្លែធម្មតាស្លឹកដែលចាស់ដែលយើងថាបោះបង់ចោលធ្វើជាតែរីឯសម្បកវាយើងធ្វើជីវាតែម្ដងសម្រាប់អញ្ចឹងជាបើសិនជាយើងមានរូបធាតុដើមសម្បកវាហើយអញ្ចឹងខ្ញុំនឹងបរៀនកសិករឲ្យធ្វើជីសម្រាប់ដាក់វាព្រោះជីរបស់វាគឺដាក់សម្រាប់តែវាតែមិនហ្នឹងបាទនេះហើយដែលថាគោលការណ៍ដែលយើងចង់ឲ្យកសិកររៀនធ្វើជីដោយសារដំបូងខ្ញុំកសិករធ្វើអត់តាន់កើតយើងឲ្យជីគាត់សិនឲ្យដល់ពេលខែទី6គាត់ចាប់ផ្ដើមបានសម្បកអញ្ចឹងយើងរៀនវិធីសាស្ត្រឲ្យយកសម្បកហ្នឹងមកធ្វើតែអាស៊ានគេទិញតែក្របទេបាទអញ្ចឹងសម្បកស្លឹកប្រជាកសិករអាចប្រើប្រាស់បានជាអាហារជាតែជាស្អីផ្សេងទៀតដែលមានសារៈប្រយោជន៍សម្រាប់សុខភាពបាទទូទាំងនៃជននេះគឺជាសារៈប្រយោជន៍សម្រាប់ដើមសណ្តែកផ្កាយបាទដើម្បីកុំឲ្យបងប្អូនពិបាកថាមានដីហើយពិបាកនឹងថារកកូនទៅដាំនៅឯណាតែយើងទិញរបៀបម៉េចអញ្ចឹងគាត់ថាអត់ឲ្យទិញទេកូនគឺគាត់បដោះឲ្យហ្មងបាទជីគាត់ឲ្យហ្មងបាទហើយទីផ្សារគាត់ទិញហ្មងគាត់ធានាហ្មងអ្នកយកទៅលក់បាទអញ្ចឹងលេខទូរស័ព្ទរបស់គាត់ណាបងប្អូនដែលមានបំណងចង់ត្រូវការធ្វើជាអ្នកកសិករដាំដំណាំកសិឧស្សាហកម្មគឺក៏មិនអាចគិតថាតើតាមានដីច្រើនបានដាំបានទេបងប្អូនដាំត្រឹមតែ20 30គង់លក្ខណៈគ្រួសារក៏បានដែរព្រោះគេអាចប្រមូលទិញជាលក្ខណៈសហគមន៍ពលរដ្ឋគាត់តិចតួចយកតាមតិចតួចចឹងទៅបាទលេខទូរស័ព្ទណាបើសិនជាចង់ដាំលេខទូរស័ព្ទ096បាទគាត់មីងគាត់រកបិចគាត់ឃើញម៉េចចុចទូរស័ព្ទបងអើបាទកុំឲ្យបាក់គាត់096 56សំទោស57ទៀត096 57 56 866ម្ដងទៀតណាកុំឲ្យច្រឡំណាព្រោះមិញច្រឡំ096 57 56 866បាទអញ្ចឹងតាក់ទងទៅគាត់ចោះចង់បានកូនដាំបាទសូមបញ្ចប់តាក់ទងដំណាំសណ្តែកផ្កាយឥឡូវយើងក៏លេខមកមើលម្រេចវិញម្ដងមិញសណ្តែកផ្កាយមិញគឺខ្ញុំសម្ភាសនៅក្នុងស្រុកជាំខ្សានខេត្តព្រះវិហារនៅជាប់ព្រំប្រទល់មកចិត្តអានសេះបាទហើយឥឡូវក៏លេខមកមើលដំណាំម្រេចវិញដំណាំម្រេចឯនេះវិញគឺខ្ញុំទៅខាងស្រុករវៀងបាទទៅស្រុករវៀងដែលខ្ញុំទៅទីនោះគឺម្រេចច្រើនមែនទែនដែលដំណាំម្រេចនោះហើយកំពុងតែផ្លែក្តឹបតូចច្រើនណាបាទនេះគឺជាចំការម្រេចរបស់ក្រុមហ៊ុន MDS របស់លោកអង្គញាត្រីភិបបាទហើយមានទាំងកស៊ូទៀតផងប៉ុន្តែខ្ញុំលើកឡើងអំពីម្រេចសិនបាទដីនៅទីនោះបានផ្ដល់ឱកាសផ្ដល់ផលឲ្យប្រជាពលរដ្ឋគាត់ដាំម្រេចប៉ុន្តែគាត់ត្រូវចំណាយទុនធំតិចហើយនេះបាទបើសិនជាទុនតូចល្មមដែលហើយជាអាចអត់អាចរត់រួចទេប៉ុន្តែបើបានផលមកគឺវាធ្វើឲ្យចំណូលនឹងខ្ពស់តែការចំណាយនឹងក៏ខ្ពស់ដែរបាទអញ្ចឹងពលរដ្ឋរបស់យើងពេលខ្លះគាត់អាចចំណាយខ្ពស់ពេកក៏ពិបាកប៉ុន្តែគេអ្នកធូធាគេដាំបានបាទសម្រាប់ខ្ញុំនិយាយសម្រាប់តែអ្នកអត់មានថវិកាគ្រប់គ្រាន់ក្នុងការថែវាទេប៉ុន្តែយើងឃើញថាដីនៅទីនោះវាមានជាតិដីក្រហមហើយធ្វើឲ្យអំណោយផលសម្រាប់ដំណាំកសិកម្មណាបាទហើយនេះជាកសិករ
កម្មករគាត់បានបម្រើការងារនៅក្នុងចំការអាមេរិកហ្នឹងបាទដែលកម្មករដែលគាត់បម្រើការងារនៅក្នុងទីនោះរាប់រយរាប់ពាន់នាក់ដែលកំពុងតែបំពេញការងារហើយកូនតូចក៏នៅទីនោះដែរនៅទីនោះក៏មានទីផ្សារហើយថាមានកំពុងតែបង្កើតសាលារៀនកើតសាលារៀនឲ្យកូនរបស់កសិករដែលគាត់ទៅធ្វើជាកម្មករនៅទីនោះគាត់មានឱកាសឲ្យកូនរៀនបាទអញ្ចឹងឥឡូវយើងចង់ដឹងអំពីបច្ចេកទេសនៃការថែទាំដើមម្រេចតើរបៀបការថែទាំនោះយ៉ាងម៉េចសូមជួបជាមួយនឹងខាងបច្ចេកទេសដាំម្រេចនៅចំការរបស់ក្រុមហ៊ុន MDS របស់លោកអង្ញាទីភាពសូមជួយម្រេចដែលយើងបានធ្វើការដាំដុះរួចរាល់នៅក្នុងបាទលេងហករីមណ្ឌលព្រះវិហារនៃក្រុមហ៊ុនទ្រីភាពគ្រប់នេះគឺមកទល់ដល់ថ្ងៃនេះគឺយើងដាំបាន52ហិកតាជាងហើយប៉ុន្តែជាគោលការណ៍ហ្នឹងអាដាមកញ្ញយុលោកនឹងបរិយឲ្យបានរហូតដល់200ហិកតាបាទនេះតែនិយាយតែក្នុងតំបន់ទី1នៅតំបន់ទី2និងតំបន់ទី3បូកសរុបចូលគ្នាទៅ70ហិកតាជាងហើយបាទក្នុងចំណោមទាំងដែលបងរៀបរាប់ទាំងប្រមាណហិកតានេះតើវាទទួលបានផលហើយនៅបាទបងចំពោះសំណួរនេះហើយដែលខ្ញុំចង់ជំរាបសាគឺក្នុងចំនួនជាង70ហិកតា3តំបន់នោះគឺយើងមានបែងចែកទៅតាមផែនការដាំដុះប្រចាំបាទអញ្ចឹងនិយាយជារួមក្នុងតំបន់ទី1នេះគឺយើងដាំបាន50ជាងហិកតានេះគឺយើងបានដាំដីដំណាក់កាលមកហើយគឺយើងចាប់ផ្ដើមដាំតាំងពីឆ្នាំដាំផែនការដាំដុះ2012 2013និង2014បាទអញ្ចឹងអ្វីដែលយើងបានទទួលផលនិងត្រៀមទទួលផលនេះគឺម្រេចដែលយើងបានដាំពី2012និង2013បាទដោយឡែកអាមេរិកដែលយើងបានដាំ2012ហ្នឹងគឺយើងបានដាំលើផ្ទៃដី7ហិកតាបាទយើងអត់បានទុកផលទេគឺជាចំការពូជទាំងស្រុងអញ្ចឹងអាមេរិកទូទៅនៅក្នុងតំបន់នេះគឺយើងបានផលិតពូជនៅក្នុងចំការនេះផ្ទាល់តែម្ដងយើងបានផលិតយើងបានយកពូជពីខាងក្រៅមកហ្នឹងគឺអាមេរិកបាយដែលមានប្រភពពីខេត្តកំពតគឺយើងដាំ7ហិកតាបាទជាជំហានទី1ក្នុងឆ្នាំ2012ផែនការ2012បាទបងបាទហើយបងតាមពិតផលវាផលអាមេរិកនេះយើងគិតថាប្រហែលឆ្នាំដែលត្រូវបានផលបងដូចជាបាទអាមេរិកនេះដោយរូបភាពដែលបងអញ្ជើញឃើញផ្ទាល់នេះគឺនេះគឺដើមឆ្នាំទី3ហើយបងបាទនេះគឺជាការផ្ដល់ផលវគ្គទី2ក៏ប៉ុន្តែបើនិយាយជារួមម្រេចយើងដែលឆ្នាំទី2គឺយើងអាចប្រមូលផលបានបដាហើយបាទប៉ុន្តែគ្រាន់តែថាមិនទាន់ពេញលេញអាចមួយចលងបាន1គីឡូកន្លះ2គីឡូអីប៉ុន្តែមកដល់ឆ្នាំទី3ឡើងទៅគឺវាអាចឈានទៅដល់4គីឡូជាងបាទក្នុងករណីម្រេចបែកគុំធំគុំទូចទៅតាមតម្រងដើមរបស់វាបងឃើញវាផ្លែច្រើនអញ្ចឹងបងផលវាបានច្រើនណាស់នៅមួយចលងណាបាទបងបាទវាអាចទទួលយកបានសមរម្យពីព្រោះដំណាំអាមេរិកយើងនេះរាល់ថ្ងៃទីផ្សារកំពុងតែល្អបាទយើងទីផ្សារហ្នឹងយើងនាំចេញត្រូវទៅក្រៅប្រទេសហ៎បងណាបាទជាគោលការណ៍អាដាមកញ្ញយុលោកមានប្រសាសន៍ថាគោលការណ៍របស់ក្រុមហ៊ុននឹងរៀបចំការជារោងចក្រសម្ងួតជារោងចក្របែបរៀបចំធ្វើយ៉ាងណាឲ្យផលិតផលអាមេរិករបស់ក្រុមហ៊ុនទ្រីភាពគ្រប់នេះក្លាយទៅជាផលិតផលមួយដែលមានកម្រិតស្តង់ដារអន្តរជាតិហើយនឹងនាំចេញទៅក្រៅប្រទេសបាទទស្សនិកជននេះគឺជាសក្តានុពលដំណាំកសិឧស្សាហកម្មនៅក្នុងទឹកដីខេត្តព្រះវិហារបាទអញ្ចឹងនេះគ្រាន់តែជាការរំលឹកឲ្យបងប្អូនប្រជាកសិករបងប្អូនដែលគាត់មានឱកាសនិងមានធនធានសក្តានុពលនៃទ្រព្យសម្បត្តិរបស់ខ្លួនអាចពង្រីកនៅដំណាំកសិឧស្សាហកម្មរបស់ខ្លួនបានគឺអាចទៅមើលទឹកដីខេត្តព្រះវិហារបាទហើយយើងមិនមែនតែមានទឹកដីខេត្តព្រះវិហារប៉ុណ្ណោះទេវាមានខេត្តបាត់ដំបងវាមានបៃលិនវាមានខេត្តពោធិ៍សាត់វាមានកោះកុងបាទនិងខេត្តកពតហើយនឹងខេត្តកំពង់ចាមកំពង់ធំព្រោះឥឡូវយើងកាលពីសម័យសង្គមតាក់ទងកស៊ូគេដឹងតែថាខេត្តកំពង់ចាមឯងប៉ុន្តែដល់ពេលចាប់ផ្ដើមប្រជាពលរដ្ឋរបស់យើងមានជីវភាពធូរធារទៅគាត់ទៅដាំមានអីមិនមែនតែកំពង់ចាមឯណា
ខេត្តផ្សេងទៀតក៏អំណោយផលដំណាំកស៊ូបានដែរបានទាំងអស់សំខាន់រឿងលុយបាទរឿងលុយឯងតែកាលណាមានលុយដាំដំណាំហ្នឹងគឺងាយនឹងដុះហ្មងអញ្ចឹងបានគេទៅរកឃើញអ្នកប្រាជ្ញទៅរកឃើញថាអ្នកដែលក្រមកពីអត់មានលុយបាទទៅរកឃើញដល់តហើយរកឃើញមួយទៀតអ្នកមានបានលែងទៅជាអ្នកក្រដល់ពេលអ្នកមានបានដឹងថាគាត់លែងក្រទៅរកឃើញបាទអញ្ចឹងទៅតែនៅជននេះចង់ជម្រាបជូនតកតងអំពីបញ្ហាដំណាំកសិកម្មបន្តិចបាទដោយសារទៅព្រះវិហារបានច្រើនព័ត៌មានអញ្ចឹងខ្ញុំនឹងបន្តទៅជែករឿងការងារអស់នឹងទៀតបាទនៅមានរឿងទៀតនៅស្អែកអត់ទាន់ហើយទេអញ្ចឹងបានចង់ប្រាប់ថាទៅព្រះវិហារ3ថ្ងៃសាយបានមួយអាទិត្យចាបាទទៅតែនៅជនឥឡូវនេះសូមពេលសម្រាប់បន្តិចសិនបន្តិចទៀតវិលមកជួបគ្នាបន្ត